អាគារ Gold Tower 42 គឺជាការអភិវឌ្ឍចម្រុះដ៏លេចធ្លោមួយដែលមានទីតាំងប្រសពស្ថិតនៅមហាវិថីព្រះសីហនុនិងមហាវិថីព្រះមុនីវង្សក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជាដើមឡើយត្រូវបានគេស្រមៃថាជាប៉មភ្លុះដែលមានកម្ពស់42ជាន់ដែលឈានដល់កម្ពស់210ម៉ែត្រគម្រោងមួយនេះបានជួបប្រទះនឹងការពន្យាពេលចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ2005ការចំណាយសរុបនៃគម្រោង Gold Tower 42ត្រូវបានគេប៉ាន់ស្មានថាមានប្រហែល$300លានតួលេខនេះរួមបញ្ចូលទាំងការអភិវឌ្ឍអគារប្រើប្រាស់ចម្រុះដែលលាតសន្ធឹងនៅលើអគារពាណិជ្ជកម្មការិយាល័យនិងលំនៅឋានគម្រោងមួយនេះបានប្រឈមមុខនឹងការពន្យាពេលនិងការផ្លាស់ប្ដូរហិរញ្ញប្បទានជាច្រើននៅក្នុងការសាងសង់ដែលរួមចំណែកដល់ការចំណាយសរុបនៅក្នុងឆ្នាំ2008ការសាងសង់បានចាប់ផ្ដើមប៉ុន្តែត្រូវបានផ្អាកនៅក្នុងឆ្នាំ2009ដោយសារឧបសគ្គផ្នែកហិរញ្ញវត្ថុចំពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោកនៅក្នុងឆ្នាំ2010ការងារបានបន្តឡើងវិញដល់ជាន់ទី32មុនពេលការផ្អាកសាងសង់មួយទៀតដែលបានធ្វើឡើងនៅក្នុងឆ្នាំ2013នៅក្នុងឆ្នាំ2017កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Yunwu Cambodia Co Ltd របស់កូរ៉េខាងត្បូងនិងក្រុមហ៊ុនចិន Shenzhen Hongtao Decoration Co Ltd ជាមួយនឹងក្រុមហ៊ុន Wei Min Construction Engineering Co Ltd របស់ម៉ាកាវត្រូវបានបញ្ចប់ដើម្បីចាប់ផ្ដើមការសាងសង់ឡើងវិញនៅក្នុងឆ្នាំ2019ធ្នឹមចុងក្រោយត្រូវបានដាក់ដែលជាការបញ្ចប់នៃការសាងសង់រយៈពេលជាង1ទសវត្សរ៍អគារ Gold Tower 42ដែលបានសាងសង់រួចរាល់ឥឡូវក្លាយជាអគារខ្ពស់មួយនៅក្នុងរាជធានីភ្នំពេញដែលមានចំនួន47ជាន់រួមទាំងចំណតក្រោមដីចំនួន5ជាន់ដែលជាជម្រៅជ្រៅបំផុតនៅក្នុងរាជធានីភ្នំពេញហាងលក់រាយជាន់ទី4ដល់ជាន់ទី12ជាបន្ទប់ការិយាល័យនិងជាន់ទី13រហូតដល់ជាន់ទី47រួមមាន615យូនីតជាផ្ទះបែបបន្ទប់ស្ទូឌីយោដែលមានចំនួន4បន្ទប់គេងអ្វីត្បិតតែមានប្រវត្តិដ៏ច្បុកច្បល់ក៏ដោយក៏អគារ Gold Tower 42ឥឡូវនេះបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍក្រុងភ្នំពេញជួបខ្ញុំនៅវីដេអូបន្ទាប់សូមអរគុណសូមជម្រាបលា